ជំរាបសួរបងបងពូមីយាតានេះជីវិតអូនជាមួយបងបងអូនបបួលគ្នាទៅលេង Walk Street តែមុននឹងទៅក៏អូនមកញ៉ាំអាហារនៅហាងកាហ្វេជាតិសិនឥឡូវអាហារអូនកំពុងតែកំងម្ហូបកំងហើយក៏នាំគ្នាដើរចូលទៅខាងក្នុងដើម្បីរកកន្លែងអង្គុយហើយបាយល្ងាចដែលអូនកំងហូរគឺបាយមាន់ចៀនហើយបងបងអូនក៏កំងម្ហូបថែមខ្លះៗទៀតដែរអូយគ្រាន់តែបើកម្របមកគឺឈ្ងុយមែនតើស្ងោរជ្រក់មាន់ហើយមកម្ហូបបន្តទៀតសរសៃកែងជើងមាន់បំពងស្រួយឥឡូវអូនចាប់ផ្ដើមញ៉ាំបដាបដាហើយពេលដែលអូនកំពុងញ៉ាំហ្នឹងគឺឃើញភ្ញៀវបរទេសជាច្រើនគាត់ជាជនជាតិចិនតៃវ៉ាន់ចូលមកហូបបាយនៅហាងកាហ្វេជាតិរវល់តែរាប់រៀបពីភ្ញៀវឥឡូវម្ហូបអូនលើកមកមួយមុខទៀតហើយមុខម្ហូបនេះឈ្មោះថាបុកងាវឥឡូវបងបងអូនកំពុងតែចាប់ផ្ដើមញ៉ាំបដាបដាហើយនិយាយទៅមុខម្ហូបនៅហាងកាហ្វេជាតិមានរសជាតិឆ្ងាញ់ជាតិគ្រប់មុខហ្មងសូម្បីតែភ្ញៀវបរទេសជាច្រើនក៏ចូលចិត្តមកញ៉ាំអាហារនៅហាងកាហ្វេជាតិដែរហើយអាហារមានច្រើនមុខច្រើនរសជាតិងាយស្រួលបងអំពុំមីងកំងមានទាំងម្ហូបបែបខ្មែរនិងម្ហូបបែបបរទេសហើយអាហារនៅហាងកាហ្វេជាតិមានទាំងពេលព្រឹកពេលថ្ងៃនិងពេលល្ងាចហើយបើពេលព្រឹកក៏មានជាប្រភេទហ្វឺដែរណាបងអំពុំមីងហើយកន្លែងនេះអូននិងបងអូនបានញ៉ាំអាហារហើយឯបងរៀងស្រស់ស្រាយបន្តិចឯងញ៉ាំអាហារឆ្អែតហ៎ហើយឥឡូវអូនកំពុងតែដើរទៅលេង Walk Street បន្តមុននឹងទៅផ្ទះព្រោះអីហាងកាហ្វេជាតិនៅក្បែរ Walk Street បកាយនឹងបងនៅជាប់របងវត្តអណាឡោមក្បែរព្រះបរមរាជវាំងងាយស្រួលរកមែនតើបងអំពុំមីងឥឡូវកូនដើរមកដល់ Walk Street ហើយឃើញបងអំពុំមីងជាច្រើនហើយដើរក៏ឃើញនំដែលអូនចូលចិត្តក៏ចូលកំងញ៉ាំប៉ុន្តែនំហ្នឹងក៏អូនភ្លេចឈ្មោះបាត់ហើយបងតែដឹងថាឆ្ងាញ់បានញ៉ាំហើយអូនក៏ចែកបងភ្លក់ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអូនសូមអរគុណដល់បងពុំមីយាតាបានទស្សនាវីដេអូអូនពីដើមរហូតដល់ចប់ជំរាបលាបាយបាយ